ចាជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំមកធ្វើបទបង្ហាញអំពីពន្លងតាក់សូណូមីនិងការរៀបចំនិងបង្កើតតេស្តចូលដល់មាតិកាគឺទី1តើអ្វីទៅជាពន្លងតាក់សូណូមីទី2កម្រិតទាំង6នៃពន្លងនៃប្រភេទពន្លងទី3ប្រភេទសំណួរក្នុងការបង្កើតតេស្តទី4ការរៀបចំគម្រោងលម្អិតនៃតេស្តទី5ជំហានក្នុងការបង្កើតតេស្តស្តង់ដារចូលដល់ចំណុចទី1តើអ្វីទៅជាពន្លងតាក់សូណូមីពន្លងតាក់សូណូមីហ្នឹងគឺជាឧបករណ៍សម្រាប់បែងចែកកម្រិតនៃការរៀនសូត្រនិងការគិតចូលដល់អត្ថប្រយោជន៍ហ្នឹងគឺជួយកំណត់គោលបំណងបង្រៀនឲ្យចំគោលដៅហើយជួយគ្រូក្នុងការតាក់តែងសំណួរតេស្តឲ្យមានតុល្យភាពមិនងាយពេកនិងមិនពិបាកពេកចូលដល់ការវាស់ស្ទង់សមត្ថភាពសិស្សបានគ្រប់ជ្រុងជ្រោយហើយចូលដល់ចំណុចទី2កម្រិតទាំង6នៃពុទ្ធិពន្លងបែងចែកជា2ក្រុមធំទី1គឺបំណន់គិតកម្រិតទាបមាន1ការចងចាំហ្នឹងគឺជាការរំលឹកព័ត៌មានចងចាំនិយមន័យចូលដល់ចំណុចទី2ការយល់ដឹងហ្នឹងគឺជាការបកស្រាយពន្យល់ខ្លឹមសារចូលដល់ចំណុចទី3គឺការអនុវត្តហ្នឹងគឺជាការយកទ្រឹស្ដីទៅដោះស្រាយបញ្ហាជាក់ស្ដែងចូលដល់បំណន់គិតកម្រិតខ្ពស់ហ្នឹងគឺជាការវិនិច្ឆ័យគឺជាការបំបែកព័ត៌មានរោគទំនាក់ទំនងហើយចូលដល់ចំណុចទី5ការវិតម្លៃគឺជាការធ្វើវិនិច្ឆ័យផ្អែកលើស្តង់ដារហើយចូលដល់ចំណុចទី6ការបង្កើតថ្មីហ្នឹងគឺជាការរួមផ្សំគំនិតបង្កើតអ្វីដែលថ្មីហើយចូលដល់ចំណុចទី3គឺជាប្រភេទសំណួរក្នុងការបង្កើតតេស្តប្រភេទសំណួរក្នុងការបង្កើតតេស្តហ្នឹងគឺមាន2នៅក្នុងហ្នឹងទៀតគឺសំណួរទម្រង់បិទនិងសំណួរទម្រង់បើកសំណួរទម្រង់បិទហ្នឹងគឺឧទាហរណ៍ជ្រើសរើសចម្លើយខុសត្រូវឬក៏គូផ្គងហើយគុណសម្បត្តិហ្នឹងគឺជាការកែងាយហើយមានសច្ចនុម័តដាក់សំណួរបានច្រើនហើយសំណួរទម្រង់បើកហ្នឹងឧទាហរណ៍សំណួរបរិយាយ easy ឬក៏សំណួរខ្លីៗហើយចូលដល់គុណសម្បត្តិគឺជាការវាស់ស្ទង់ការគិតយ៉ាងស៊ីជម្រៅនិងការវិនិច្ឆ័យរបស់សិស្សចូលដល់ចំណុចទី4ការរៀបចំគម្រោងលម្អិតនៃតេស្តដើម្បីបង្កើតតេស្តមួយឲ្យមានស្តង់ដារត្រូវយល់ដឹងអំពីខ្លឹមសារមេរៀនណាខ្លះដែលត្រូវចេញប្រឡងឬហើយចូលដល់កម្រិតពុទ្ធិហ្នឹងគឺជាតើមានសំណួរយល់ប៉ុន្មានវិភាគប៉ុន្មានហើយបន្ទុកហ្នឹងមានចំនួនសំណួរនិងបន្ទុកសម្រាប់ចំណុចនីមួយចូលដល់ការបកស្រាយគឺជាការជំរុញសិស្សឲ្យគិតនិងចូលរួមសកម្មសួរសំណួរចម្បងគ្រូត្រូវសួរសំណួរដែលជួយឲ្យសិស្សគិតដូចជាហេតុអ្វីដូចម្ដេចដើម្បីឲ្យសិស្សបង្ហាញគំនិតមិនត្រឹមតែចម្លើយតែមួយទេហើយចូលដល់ការប្រើពាក្យសួរហ្នឹងគឺប្រើពាក្យដូចជាហេតុអ្វីយ៉ាងដូចម្ដេចអ្វីកើតឡើងជួយអភិវឌ្ឍការគិតជ្រៅមិនមែនគ្រាន់តែជាការចងចាំហើយជំរុញការពិភាក្សាដូចម្ដេចគឺឲ្យសិស្សនិយាយប្រៀបធៀបនិងបង្ហាញមតិបង្កើតបរិយាកាសយ៉ាងសកម្មចូលដល់ចំណុចទី5ជំហានក្នុងការបង្កើតតេស្តស្តង់ដារ1កំណត់គោលបំណងនៃតេស្ត2រៀបចំតារាងកំណត់គម្រោងលម្អិត3តាក់តែងសំណួរសរសេរនិងពិនិត្យឡើងវិញ4រៀបចំអត្រាកំណែ5វិភាគលទ្ធផលបន្ទាប់ពីការធ្វើតេស្តដើម្បីកែលម្អគុណភាពសំណួរគឺចូលដល់ការបកស្រាយ
ជាជំហានមួយក្នុងការសួរសំណួរឲ្យមានប្រសិទ្ធភាពមួយកំណត់សំណួរឲ្យច្បាស់កំណត់សំណួរឲ្យច្បាស់ហ្នឹងបែបម៉េចគឺគ្រូត្រូវរៀបចំសំណួរឲ្យសមស្របនឹងមេរៀនហើយពីរជ្រើសរើសសិស្សឲ្យឆ្លើយដូចជាអាចជ្រើសរើសដោយចៃដន្យឬក៏តាមសមត្ថភាពរបស់សិស្សហើយ3ផ្ដល់ពេលគិតហ្នឹងគឺឲ្យសិស្សមានពេលគិតភ្លាមហើយ4ទទួលចម្លើយបែបម៉េចគឺការស្ដាប់ចម្លើយពីសិស្សដោយយកចិត្តទុកដាក់ហើយ5វាយតម្លៃនិងបង្កើតនិងបន្ថែមបញ្ជាក់ចម្លើយកែសម្រួលឬក៏បន្ថែមព័ត៌មានផ្សេងអាចសួរបន្ថែមដើម្បីជំរុញការគិតបន្តចាហើយចាសូមអរគុណ